គតិបណ្ឌិតរបស់អ្នកប្រាជ្ញ10ប្រយោគជាមេរៀនជីវិតដ៏ភ្លឺថ្លាអាចញ៉ាំងដំណើរជីវិតរបស់យើងឲ្យស្រស់បំព្រង 1. បើអ្នកការទប់អ្នកកំពុងរស់នៅក្នុងអតីតកាលបើអ្នកភ័យបារម្ភអ្នកកំពុងរស់នៅអនាគតកាលបើអ្នករីករាយអ្នកកំពុងរស់នៅបច្ចុប្បន្ន 2. បើអ្នកគិតខ្វល់ខ្វាយពីសម្ដីនិងការគិតរបស់អ្នកដទៃមកលើអ្នកនឹងក្លាយទៅជាទាសករនៃគំនិតអ្នកដទៃ 3. ដំណើររាប់ពាន់យោជន៍គឺផ្ដើមចេញពីមួយជំហានដំបូង 4. ទឹកជាធាតុទន់ជាងគេបងអស់ប៉ុន្តែវាអាចធ្វើឲ្យភ្នំនិងដីកម្រើកបាននេះបញ្ជាក់អំពីគោលការណ៍នៃភាពទន់ភ្លន់ថាអាចយកឈ្នះភាពលំបាកលំបិនបាន 5. ស្គាល់អ្នកដទៃគឺមានបញ្ញាស្គាល់ខ្លួនឯងគឺជាគតិបណ្ឌិត 6. ចេះគ្រប់គ្រងអ្នកដទៃគឺភាពខ្លាំងចេះគ្រប់គ្រងខ្លួនឯងគឺជាអំណាចពិត 7. បើអ្នកនិយាយអ្នកគ្រាន់តែកំពុងសូត្រឡើងវិញនៅអ្វីដែលអ្នកបានដឹងប៉ុណ្ណោះប៉ុន្តែបើអ្នកស្ដាប់អ្នកនឹងអាចរៀនអ្វីថ្មីបន្ថែម 8. នៅពេលដែលអ្នកចាប់ផ្ដើមយល់ថាគ្មានអ្វីដែលខ្វះខាតពិភពលោកនេះនឹងក្លាយជារបស់អ្នក 9. នៅពេលដែលអ្នកជាមនុស្សសាមញ្ញគ្មានការប្រៀបធៀបនិងប្រកួតប្រជែងជាមួយអ្នកដទៃនោះអ្នកនឹងទទួលបានការគោរពស្រឡាញ់ពីគេនិង10ភាពស្ងៀមស្ងាត់គឺជាប្រភពថាមពលដ៏អស្ចារ្យ